ទូទៅកាលពីមុននៅពេលដែលគេចង់ញ៉ាំកាហ្វេគេតែងតែនឹកឃើញដល់អាហារដ្ឋានផ្សេងៗជាពិសេសគឺហាងก๋วยเตี๋ยวឬទៀមកាហ្វេតាមផ្ទះជាដើមយ៉ាងណាមិញសប្តាហ៍ថ្ងៃនៅពេលដែលគេនឹកឃើញចង់ញ៉ាំកាហ្វេឬក៏ការជួបជុំមិត្តភ័ក្តិនោះគឺគេច្រើនតែសម្ដៅទៅដល់ហាងកាហ្វេទំនើបដើមឡើយហាងកាហ្វេប្រភេទបែបនេះភាគច្រើនមានតែជនបរទេសដែលនិយមចូលចិត្តគឺភាគច្រើនតែងតែទទួលទានវាជាមួយនឹងអាហារពេលព្រឹកអាហារពេលល្ងាចពេលប្រជុំពេលធ្វើការឬងងុយគេងតែប៉ុណ្ណោះប៉ុន្តែនាពេលបច្ចុប្បន្នវាបានក្លាយទៅជាទីតាំងមួយសម្រាប់អ្នកជំនួញតូចធំមន្ត្រីរាជការបុគ្គលិកក្រុមហ៊ុនជាពិសេសនោះគឺសិស្សនិស្សិតដែលពួកគាត់យកធ្វើជាកន្លែងណាត់ជួបគ្នាជជែកគ្នាពីនេះពីនោះទៅតាមស្ថានភាពជាក់ស្ដែងដោយភ្ជាប់ជាមួយនឹងសៀវភៅឯកសារមេរៀននិងកុំព្យូទ័រយួរដៃទៅជាមួយផងលោកយេបដលុចប្រធានផ្នែកគ្រប់គ្រងធនធានមនុស្សនៅហាងកាហ្វេ Costa Coffee បាននិយាយថាអ្នកដែលមកញ៉ាំកាហ្វេនៅទីនេះរួមមានជនបរទេសមន្ត្រីរាជការអ្នកធ្វើការអ្នកជំនួញសិស្សនិស្សិតដែលពួកគេមកក្នុងគោលបំណងខុសៗគ្នាមានអ្នកខ្លះមកដើម្បីតែសម្រាកខ្លះមកដើម្បីញ៉ាំកាហ្វេនិងអាហារអ្នកខ្លះមកជួបជុំគ្នាដើម្បីនិយាយលេងនិងមានអ្នកខ្លះទៀតមកពិភាក្សាការងារនិងការសិក្សាហាងកាហ្វេគឺជាកន្លែងមួយដែលមនុស្សមកជួបជុំគ្នាគាត់សម្រាប់ពីការងារគាត់ត្រូវការណាត់ជួបជាមួយនឹងដៃគូមុខជំនួញផងគាត់ជាមួយនឹងមកសម្រាប់ជាមួយនឹងមិត្តរួមការងារឬក៏ធ្វើកិច្ចការសាលារបស់សិស្សសាលាគឺជាកន្លែងមួយដែលស័ក្តិសមបំផុតសម្រាប់ពួកគាត់អញ្ចឹងបានថាគាត់មកកន្លែងនេះមួយគាត់អាចធ្វើការក៏បានគាត់អាចសម្រាប់ញ៉ាំកាហ្វេក៏បានគាត់អាចជួបជុំមួយដៃគូមុខជំនួញរបស់គាត់ក៏បានលោកបានបន្តទៀតថានៅតាមហាងកាហ្វេទំនើបភាគច្រើនក្រៅពីមានកាហ្វេភេសជ្ជៈនិងអាហារសម្រាប់ញ៉ាំក៏នៅមានកន្លែងសម្រាប់អង្គុយស្រួលម៉ាស៊ីនត្រជាក់អ៊ីនធឺណិតនិងស្ងប់ស្ងាត់ដែលធ្វើឲ្យខ្លាចទៅជាកន្លែងមួយយ៉ាងល្អសម្រាប់ការពិភាក្សាការងារសិក្សាមុខជំនួញក៏ដូចជាការងារផ្សេងៗផងដែរលោកហងបុត្រសម្ផស្សជាអ្នកគ្រប់គ្រងនៅហាងកាហ្វេ Wi-Fi Coffee ក៏បានដឹងដែរថាហាងកាហ្វេរបស់លោកទើបតែបើកបានរយៈពេល4ខែប៉ុណ្ណោះតែទទួលបានអតិថិជនច្រើនគួរសមដោយសារតែហាងនេះមានលក្ខណៈនិងស្តង់ដារអន្តរជាតិទីធ្លាធំទូលាយស្ងប់ស្ងាត់ងាយស្រួលសម្រាប់អតិថិជនជាពិសេសប្រជាជនសប្តាហ៍ថ្ងៃនេះមានជីវភាពធូរធារជាងមុនដោយពួកគាត់មានពេលសម្រាប់លំហែកាយជួបជុំគ្នាផឹកកាហ្វេនិងពិភាក្សាការងារនៅតាមហាងកាហ្វេទំនើបព្រោះឥឡូវវាថាប្រជាជនយើងមានជីវភាពធូរធារជាងមុនកាលសម័យមុនគេចូលចិត្តផឹកកាហ្វេតាមរបៀបនៅតាមទៀមជាលក្ខណៈចាក់វីដេអូមើលតែសម័យឥឡូវប្រាក់ខែប្រជាជនយើងគ្រាន់បើដូច្នេះគាត់អាចមានលទ្ធភាពចូលហាងកាហ្វេទំនើបដែលមានម៉ាស៊ីនត្រជាក់អាចឲ្យគាត់ធ្វើការងារផ្សេងៗតាមរយៈ free wifi តាមរយៈការ research ផ្សេងៗភាគច្រើនជាមនុស្សវ័យរៀងកណ្ដាលដែលភាគច្រើនគាត់មកធ្វើការពិភាក្សាការងារ research ការងារនិងធ្វើការងារខ្លួនហាងខ្ញុំនេះមានសភាពស្ងប់ស្ងាត់មិនមែនជាសបោក្មេងឡូឡាដែលធ្វើឲ្យគាត់ប្រភេទចាស់ទុំនឹងពិបាកក្នុងការ research ក្នុងការពិភាក្សាដូច្នេះឃើញថាពេញនិយមសម្រាប់មនុស្សវ័យកណ្ដាលនិស្សិតវិទ្យាសាស្ត្រសុខាភិបាលមួយរូបដែលនិយមទៅហាងកាហ្វេលោកមេសុភ័ក្របាននិយាយថាជាទូទៅលោកច្រើនតែមកស្វែងរកឯកសារនិងមើលមេរៀននៅហាងកាហ្វេមួយសប្តាហ៍ម្ដងឬពីរដងព្រោះនៅទីនេះមានទាំង Wi-Fi អ៊ីនធឺណិតលឿនអាចឲ្យគាត់ធ្វើការស្រាវជ្រាវមេរៀនបានហើយនៅទីនេះមិនសូវអ៊ូអររញ៉េរញ៉ៃដូចទីសាធារណៈនោះទេខ្ញុំគិតថាកន្លែងហ្នឹងមានផាសុខភាពល្អកន្លែងត្រជាក់ស្រួលអ៊ីនធឺណិតដើរលឿនអញ្ចឹងងាយស្រួលក្នុងការ download ឯកសារហើយខ្ញុំមកកន្លែងហ្នឹងជួបមនុស្សប្លែកៗច្រើនអញ្ចឹងខ្ញុំអាចទំនាក់ទំនងស្គាល់មិត្តភ័ក្តិបានច្រើនខ្ញុំមកទៅសៅរ៍អាទិត្យបងព្រោះទៅនៃពីរៀនអញ្ចឹងនៅសាលាគេអត់បើកខ្ញុំអាចមកកន្លែងហ្នឹង
រីឯកញ្ញាតុនសុគន្ធាជាអតិថិជនប្រចាំរបស់ហាងកាឡូរីជែនកាហ្វេជានិស្សិត Master ឆ្នាំទី1នៃសាកលវិទ្យាល័យនីតិសាស្ត្របានឲ្យដឹងដែរថាបរិយាកាសនៅកន្លែងកាហ្វេគឺល្អសម្រាប់ខ្ញុំថានៅពេលបញ្ចប់ការសិក្សាខ្ញុំតែងតែមកញ៉ាំដូចថាមើលមេរៀនឆាប់ចូលអ៊ីនធឺណិតដើរលឿនខ្ញុំចង់ស្គាល់តាក់ទងឯកសារតាក់ទងជាមួយនឹងអ្វីដែលខ្ញុំរៀនគឺអត់បានទាំងអស់ភាគច្រើនខ្ញុំមកដើម្បីមើលមេរៀនដូចថាខ្ញុំមើលទៅឆាប់ចូលបរិយាកាសនៅនឹងល្អដូចថាចាក់ភ្លេងតិចកំដរអារម្មណ៍អញ្ចឹងទៅហើយនៅក្នុងម៉ាស៊ីនត្រជាក់ហងវាស្រួលរៀនចាខ្ញុំគិតថាវាល្អហើយខ្ញុំគិតថាភាគច្រើនយុវជនយើងឥឡូវគឺចាប់ផ្ដើមចូលរួមច្រើនដែលថានាំគ្នាមកញ៉ាំកាហ្វេភាសាក្រុមមានគ្នាមានអីអញ្ចឹងគាត់ញ៉ាំកាហ្វេបណ្ដាគាត់អាចរីឡែកជាមួយនឹងការសិក្សារបស់គាត់និយាយលេងហើយធ្វើមេរៀនកិច្ចការស្រាវជ្រាវមួយចំនួនភាគច្រើនខ្ញុំមកខ្ញុំជួបទាំងអស់ខ្ញុំមកមួយអាទិត្យគឺរាល់ថ្ងៃមួយថ្ងៃទៅមួយថ្ងៃណាភ្ញៀវអ្នកលក់នៅនឹងស្គាល់ខ្ញុំទាំងអស់ចាអាចថាជា fan របស់ Glory Gin កញ្ញាបានបន្តទៀតថានៅក្នុងមួយលើកត្រូវចំណាយអស់$3 5កាក់សម្រាប់ការញ៉ាំភេសជ្ជៈប៉ុន្តែបើចង់ញ៉ាំអាហារផ្សេងទៀតត្រូវថែម$2.65ទៀតសរុបទាំងអស់ប្រហែលជា$5ប៉ុណ្ណោះ maximum គឺ$3 5កាក់បើសិនខ្ញុំញ៉ាំតែកាហ្វេប៉ុន្តែបើសិនខ្ញុំញ៉ាំអាហារទៀតដូចជាអាហារដែល fruit melon ខ្ញុំនិយាយមិញ$2.65អញ្ចឹងយ៉ាងច្រើនអស់$5អីជាការពិតណាស់យុវវ័យមួយចំនួនក្រៅពីការសិក្សាស្រាវជ្រាវរកឯកសារឬធ្វើកិច្ចការសាលានោះពេលទំនេរពួកគេតែងតែបបួលគ្នាទៅទីនោះដើម្បីទទួលបាននៅអ្វីដែលប្លែកនិងទាន់សម័យដូចជាមានការរៀបចំតុបតែងនៅក្នុងហាងមានភាពទាក់ទាញនិងមានម៉ូដបែបបច្ចេកទេសទើបធ្វើឲ្យពួកគាត់មានការចាប់អារម្មណ៍និងបានទទួលនៅរសជាតិកាហ្វេនិងតែគុជដ៏ឈ្ងុយឆ្ងាញ់នៅទីនោះព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍និងបង្ហោះរូបភាពបង្អួតមិត្តភ័ក្តិតាមរយៈបណ្ដាញសង្គមផ្សេងៗថាខ្លួនបានទៅកន្លែងដែលល្អស្អាតនិងទាន់សម័យនេះបើតាមការឲ្យដឹងពីលោកថៃជាងមេងអ្នកគ្រប់គ្រងទូទៅនៅក្នុងហាងតែបៃតងកុងចាអ្នករសារហាងនេះមានកន្លែងស្អាតចឹងមានដេកូឲ្យស្អាតចឹងសម្រាប់គាត់ថតគាត់ selfie ឬមួយក៏គាត់ check in អីចឹងណាអញ្ចឹងអ្នកខ្លះគាត់មកគាត់លក្ខណៈថាគាត់ចង់មកមើលកន្លែងថ្មីដែលថាដេកូស្អាតចឹងជាមួយនឹងមានសិនចាមាន Wi-Fi មានអីចឹង free ចឹងគាត់អាចមកធ្វើ homework ធ្វើអីចឹងទៀតអញ្ចឹងអាចថាជាកន្លែងមួយដែរកន្លែងទី2បន្ទាប់ពីផ្ទះគាត់ចឹងសប្តាហ៍ថ្ងៃនេះមិនត្រឹមតែហាងកាហ្វេនោះទេដែលយុវវ័យនិយមទៅជួបជុំពិភាក្សានិងធ្វើកិច្ចការសាលានោះនៅតាមម៉ាតលក់ទំនិញផ្សារទំនើបហាងការ៉េមហាងតែគុជតែបៃតងហាងលក់ pizza burger និងភោជនីយដ្ឋានផ្សេងទៀតក៏បានក្លាយទៅជាកន្លែងមួយដែលយុវវ័យនិយមទៅកម្សាន្តផងនិងពេលខ្លះធ្វើកិច្ចការផ្សេងផងដែរយិនដាវ៉ាន់និស្សិតវិទ្យាស្ថានភាសាបរទេស IFL ក៏បានលើកឡើងដែរថានៅពេលទំនេរពីការសិក្សាប្អូនតែងតែមកធ្វើកិច្ចការសាលានិងមើលមេរៀននៅតាមហាងកាហ្វេព្រោះនៅជិតសាលានិងមានការស្ងប់ស្ងាត់អារម្មណ៍ល្អខ្ញុំមកចង់មកភ្លក់រសជាតិនៅទីនេះផងព្រោះរសជាតិនៅនេះឆ្ងាញ់ហើយតម្លៃសមរម្យហើយណាមួយថ្ងៃខ្លះខ្ញុំនាំមិត្តភក្តិខ្ញុំមកទីនេះដើម្បីរៀនជុំគ្នាអញ្ចឹងវាជាកន្លែងមួយដែលអំណោយផលដែរហើយណាមួយទៀតខ្ញុំចូលចិត្តអារម្មណ៍ប្លែកណានៅទីនេះមនុស្សច្រើនមកទៅវិញទៅមកខុសប្លែកមុខគ្នាទៅហើយអញ្ចឹងខ្ញុំចូលចិត្តមើលគេរៀនដែរអញ្ចឹងនៅពេលខ្ញុំទៅនៃពីការសិក្សាខ្ញុំមកម្ដងអញ្ចឹងពី3ទៅ4ម៉ោងជាទូទៅខ្ញុំមកតែម្នាក់ឯងគាត់មានការងារពិភាក្សាជាក្រុមដូចចិត្តមានការងារពិភាក្សាជាក្រុមអញ្ចឹងខ្ញុំហៅគ្នាមកពិភាក្សានៅទីនេះតាមការលើកឡើងរបស់និស្សិតមកពីសាកលវិទ្យាល័យ IU ក៏បានឲ្យដឹងដែរថាហាងកាហ្វេបើសិនជាយុវជនមកក្នុងគោលបំណងល្អមកអង្គុយមើលមេរៀនឬពិភាក្សាការងារផ្សេងនោះគឺជាការងារមួយដ៏ល្អសម្រាប់ពួកគាត់ប៉ុន្តែបើសិនជាមកហាងកាហ្វេដើម្បីជួបជុំមិត្តភ័ក្តិកិច្ចសាលារៀននោះគឺមិនល្អនោះទេនេះបើតាមការឲ្យដឹងពីលោកណាំមីលីនិស្សិតសាកលវិទ្យាល័យ IU ខ្ញុំគិតថាបើសិនជាបើយុវជនទៅជួបគ្នាក្នុងគោលបំណងល្អទៅមើលមេរៀនទៅអីជួបជុំគ្នាពិភាក្សាធ្វើ assignment ធ្វើអីចឹងវាល្អដែរតែបើតិចព្រោះសិស្សដែលថាទៅគោលបំណងល្អទៅនិយាយគ្នាលេងហើយប្រែកគ្នាអត់ប្រយោជន៍អញ្ចឹងខ្ញុំគិតថាវាអត់ល្អដែរព្រោះបើច្រើនវាច្រើនចិត្តសាលាអញ្ចឹង
សិស្សខ្លះកិច្ចសាលាមកចូលចឹងជួបគ្នាអញ្ចឹងណាបាទបើយើងមកលក្ខណៈមិត្តភ័ក្តិហើយភាសាគ្នាអញ្ចឹងមើលមេរៀនមើលអីវាល្អម្យ៉ាងដែរ ក្រៅពីហាងកាហ្វេត្រូវបានក្លាយទៅជាកន្លែងមួយដែលសិស្សនិស្សិតភាគច្រើនចូលចិត្តទៅធ្វើការនៅទីនោះវាក៏បានក្លាយទៅជាកន្លែងមួយយ៉ាងសំខាន់សម្រាប់អ្នកជំនួញនិងអ្នកធ្វើការតាមក្រុមហ៊ុនអង្គការមួយចំនួនក្នុងការពិភាក្សាការងារផ្សេងៗផងដែរលោកជាន់សវណ្ណារាបុគ្គលិកផ្នែកទំនាក់ទំនងនៅតាមអង្គការមួយបានលើកឡើងផងដែរថា ខ្ញុំឃើញថាបរិយាកាសនៅ Glory នេះមានលក្ខណៈស្ងប់ស្ងាត់ហើយបន្តមកទៀតទីតាំងក៏មានលក្ខណៈថាល្អព្រោះដោយសារជាប់មាត់ទន្លេអញ្ចឹងទៅនៅពេលខ្ញុំអង្គុយធ្វើការអញ្ចឹងទៅបានងាកទៅមាត់ទន្លេទៅធ្វើឲ្យអារម្មណ៍មានលក្ខណៈស្រស់ស្រាយអញ្ចឹងណាបាទហើយនៅមកអត់មានភាពរញ៉េរញ៉ៃគឺបើគិតទៅអ្នកនៅក្នុងនេះពីច្រើនគាត់ផ្ដោតលើការងារគាត់ផ្ទាល់ហ្មងហើយអញ្ចឹងមានអារម្មណ៍គាត់គ្រប់សិទ្ធិឃើញទៅវិញទៅមកអញ្ចឹងទេខ្ញុំអាចផ្ដោតលើការងាររបស់ខ្ញុំផ្ទាល់ដែរទីមួយយើងអាចធ្វើការផងអាចញ៉ាំកាហ្វេផងហើយបន្តមកទៀតមានអ៊ីនធឺណិតដែលលឿនគាត់បានដែរអញ្ចឹងទេយើងអាចសម្រួលដល់ការងាររបស់យើងហើយយើងបានសម្រាប់លំហែកាយផងបច្ចុប្បន្ននៅពេលមានហាងកាហ្វេច្រើនអញ្ចឹងទេវាល្អសម្រាប់ប្រជាជនខ្មែរជាពិសេសយុវជនព្រោះថាយុវជនពេលខ្លះគាត់អត់ដឹងថាអត់មានកន្លែងដែលគាត់ត្រូវទៅហើយបន្តមកទៀតយុវជនមួយគាត់គិតថានៅពេលគាត់មកហាងកាហ្វេពេលខ្លះមិនមែនជាលើរសជាតិកាហ្វេគឺបញ្ហាដូចជាអ៊ីនធឺណិតហើយនៅទីកន្លែងគឺគាត់ទីមួយគាត់មានកន្លែងសម្រាប់សិក្សាទីពីរគាត់អាចប្រើសេវាកម្មអ៊ីនធឺណិតបានសេរីអញ្ចឹងទេទើបធ្វើឲ្យគាត់នឹងងាយស្រួលក្នុងការគាត់ជួបជុំមិត្តភ័ក្តិអាចអង្គុយលេងលំហែកាយជាមួយនឹងរសជាតិកាហ្វេអញ្ចឹងទៅធ្វើឲ្យគាត់កាន់តែអារម្មណ៍ស្រស់ស្រាយទៀតជាចុងក្រោយតាមការអះអាងរបស់លោក Slash Rosalie បានបញ្ជាក់ថាហាងកាហ្វេឬអាហារដ្ឋានទំនើបមួយចំនួនផ្សេងទៀតនោះគឺពួកគាត់មកដើម្បីស្វែងរកកន្លែងអង្គុយស្រួលម៉ាស៊ីនត្រជាក់មានអ៊ីនធឺណិតធ្វើការសិក្សាស្រាវជ្រាវពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកជាពិសេសសម្រាប់និស្សិតវិញពួកគាត់មកទីនេះអាចស្គាល់និស្សិតមកពីសាលានិងសាកលវិទ្យាល័យផ្សេងៗទៀតហើយនៅក្នុងនោះមិនត្រឹមតែនិស្សិតនោះទេសូម្បីតែអ្នកជំនួញនិងអ្នកធ្វើការមួយចំនួនបែរជាជ្រើសរើសយកហាងកាហ្វេនេះដើម្បីសម្រាកលំហែកាយពិភាក្សាមុខជំនួញនិងការងាររបស់ពួកគេផងដែរនិយាយទៅបើសិនជាអតិថិជនមកហាងកាហ្វេខ្ញុំនេះមានគ្រប់ស្រទាប់វណ្ណៈទាំងអស់ទាំងភ្ញៀវក្នុងស្រុកនិងក្រៅស្រុកប៉ុន្តែបើភ្ញៀវនៅក្នុងស្រុកមានមន្ត្រីរាជការនយោជិតប្រធានក្រុមហ៊ុនធំហើយនឹងសិស្សនិស្សិតនឹងគាត់ក្រោយពីគាត់សម្រាប់ពីការងារគាត់មកកន្លែងនោះដើម្បីលំហែបន្ថយនៅអារម្មណ៍ធូរស្រាលពីការងារអ្នកខ្លះគឺគាត់យកកន្លែងហ្នឹងដើម្បីលេខហើយនឹងបន្តការងារបញ្ចប់ការងារបន្ទាប់ពីសល់នៅកន្លែងការងារគាត់ហើយដោយសារតែទីតាំងនិយាយពីផ្ដោតសាខាGlory Riverside ហ្នឹងគឺទីតាំងហ្នឹងគាត់អាចថាមើលឃើញមាត់ទន្លេជាកន្លែងមួយដែលផាសុខភាពសម្រាប់គាត់កន្លែងមួយដែលធ្វើឲ្យគាត់ refresh អារម្មណ៍ relax គាត់ធូរស្រាលពីការងារទាំងអស់ជាការពិតណាស់សិស្សនិស្សិតក៏ដូចជាបុគ្គលិកតាមបណ្ដាក្រុមហ៊ុនឬអង្គការផ្សេងៗសប្តាហ៍ថ្ងៃនេះពួកគាត់និយមមកហាងកាហ្វេទំនើបស្តាម៉ាតឬអាហារដ្ឋានធ្វើជាកន្លែងធ្វើការទី2របស់ពួកគាត់បន្ទាប់ពីពេលទំនេរពីការងារឬការសិក្សាព្រោះពួកគាត់គិតថាកន្លែងទាំងអស់នេះងាយស្រួលសម្រាប់ពួកគាត់ធ្វើការឬអង្គុយលេងមានអារម្មណ៍ស្ងប់ស្ងាត់និងមានសេរីភាពក៏ដូចជាការជួបជុំមិត្តភ័ក្តិសម្រាប់លំហែកាយពិភាក្សាការងារផ្សេងៗផងដែរព្រមទាំងមានអ៊ីនធឺណិត free ក្នុងការស្រាវជ្រាវរកឯកសារផ្សេងៗបានយ៉ាងរហ័សទាន់ចិត្តនិងឆែកមើលនៅព័ត៌មានផ្សេងៗនៅក្នុងទូរស័ព្ទដៃឬកុំព្យូទ័របានយ៉ាងងាយស្រួលជាជាងយកពេលទំនេរដែលលេងឲ្យប្រយោជន៍